សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើស្ងោរជ្រក់សាច់គោឲ្យអ្នកទាំងអស់គ្នាមើលតោះឥឡូវយើងមានដូចជាសាច់គោក្រូចឆ្មាម្ទេសស្លឹកក្រូចស្លឹកគ្រៃខ្ទឹមសហើយយើងមានសាច់គោប្រហែលជា3-4ខាំក្រូចឆ្មាមួយផ្លែម្ទេសតាមចំណង់ចំណូលចិត្តយើងដែលយើងចង់ហិលហើយស្លឹកក្រូចស្លឹកគ្រៃខ្ទឹមសហ្នឹងគឺយើងទុកដើម្បីដាក់ដល់វាកាត់ឆ្អាបសាច់គោហ្នឹងណាតិចទៀតយើងនឹងទៅមើលពីវិធីសាស្ត្រនៃការស្ងោរជ្រក់សាច់គោរបស់យើងទាំងអស់គ្នាតបាយបាយ see you ឥឡូវយើងដាក់ដាំទឹកសិនតពីយើងដាក់ដាំទឹកហើយយើងមានគ្រឿងទាំងអស់ហ្នឹងចាំឲ្យទឹកឥឡូវគឺទឹកចាប់ដើមពុះហើយយើងចាប់ដើមដាក់ស្លឹកគ្រៃគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចខ្ទឹមសដើម្បីឲ្យវាឈ្ងុយផ្លេចមិញខ្ញុំក៏បានដាក់ដុំស៊ុបមួយដុំដែរនេះខ្ញុំបានដាក់ដុំស៊ុបហើយបន្ទាប់មកខ្ញុំដាក់ម្ទេសដើម្បីវាកាត់ឆ្អាបដាក់ម្ទេសវាកាត់ឆ្អាបហ្នឹងតាមយើងទេហើយខ្ញុំដាក់ទៅមក process ទៀតខ្ញុំដាក់ខ្ទឹមបារាំងដើម្បីឲ្យវាមានជាតិបន្លែអញ្ចឹងណាយើងដាក់ទៅញ៉ាំទៅវាឆ្ងាញ់វាមានខ្ទឹមបារាំងកាហាយតិចអីចឹងណាបន្ទាប់មកយើងកូរវាយើងដុតពុះវាសសនឹងមកដោយសារខ្លាចយើងត្រូវការភាពស្អាតអីចឹងណាចឹងទៅយើងត្រូវដកហើយយើងចេះពុះនឹងចាស់មកយើងកូរវាមកមើលថាវារៀងល្មមយើងក៏ដាក់ស្ករប៊ីចេងបន្ថែមទឹកត្រីអីចឹងណាយើងដាក់ស្ករប៊ីចេងបន្ថែមទឹកត្រីអីឥឡូវហ្នឹងយើងដាក់ស្ករប៊ីចេងសិនទៅមកចាំតិចនិយាយហ្នឹងទៅមុនវីដេអូឲ្យបងប្អូនសូមទោសផងបងប្អូនឥឡូវយើងមិនដាក់ប៊ីចេងហើយយើងដាក់ប៊ីចេងប្រហែលចុងស្លាបព្រាកាហ្វេចុងកាហ្វេនេះចុងកាហ្វេស្លាបព្រាទេហើយស្ករសកន្លះស្លាបព្រាបាយស្ករសតែកន្លះស្លាបព្រាបាយទេដោយសារមិនសូវចង់បានរសជាតិដិតប្រហែលទេដោយសាររសជាតិនេះយើងដាក់ស្ករតែកន្លះស្លាបព្រាទេចាហ្នឹងតែខ្ញុំលួចថែមតិចទៀតដោយសារមើលទៅរៀងតិចពេកតែខ្ញុំដាក់វាមកចុងស្លាបព្រាតិចទៀតតទៅពីយើងដាក់គ្រឿងហ្នឹងហើយយើងយកទៅដាក់ក្នុងឆ្នាំងស្លមកហើយមិញខ្ញុំយកដាក់ក្នុងឆ្នាំងស្លហើយតមកខ្ញុំភ្លេចដាក់ទឹកត្រីអញ្ចឹងហើយខ្ញុំត្រូវទៅយកទឹកត្រីយកមកដាក់នេះឥឡូវចាំតិចខ្ញុំទៅយកទឹកត្រីសិននេះទឹកត្រីបានហើយខ្ញុំដាក់ទឹកត្រីចូលមិនឲ្យឈ្ងុយហើយទឹកស្លយើងក៏ពុះយូរហើយដែរយើងត្រូវដាក់សាច់គោចូលដាក់សាច់គោឲ្យវាឆ្អិន1នាទីទៅកុំឲ្យសាច់គោស្វិតពេកឲ្យវាមកឆ្អិនតិចយើងទឹកមកញ៉ាំឆ្ងាញ់បដ ாய் ឆ្ងាញ់តែបដ ாய் ចាឥឡូវស្ងោរជ្រក់សាច់គោយើងគឺបានរួចរាល់ហើយយើងដាក់តែជីក្រូចឆ្មាគឺឆ្ងាញ់ចាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាបាយបាយ